បាទថ្ងៃទី17បាទខែវិច្ឆិកាឆ្នាំ2025សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកបានធ្វើការបង្ហាញមុខក្រុមក្មេងទំនើងចំនួន16នាក់ដែលបានប្រើអំពើហិង្សាបាទឆ្លោះវាយគ្នានៅឯបន្ទប់ទឹកបាទនៅកោះពេជ្រដែលប្រកបមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋហើយនឹងកម្លាំងសមត្ថកិច្ចចោះធ្វើការអន្តរាគមន៍ខាត់បានចំនួន16នាក់ក្នុងនោះគឺមានស្រីម្នាក់និង4នាក់ផ្សេងទៀតដែលជាជនសង្ស័យបានធ្វើសកម្មភាពប្លន់ទៅលើនារីម្នាក់ហើយបាទដំបូងគឺ2នាក់ទេអ្នកប្លន់ក៏ប៉ុន្តែគាត់យកម៉ូតូហ្នឹងគឺទៅលក់ឲ្យអ្នកទទួលផលចោរកម្មប្រតិជនបាទចំនួន2នាក់ទៀតអញ្ចឹងសមាជិកខាត់សរុបគឺបានចំនួន4នាក់ទាំងអ្នកប្លន់និងអ្នកទទួលផលចោរកម្មផងដែរហើយឥឡូវនេះសមាជិកលោកបានធ្វើការបញ្ជូនក្រុមជនសង្ស័យក្រុមក្មេងទំនើងនិងក្រុមចោរប្លន់នេះបាទយកទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីធ្វើការអនុវត្តតាមនីតិវិធីផ្លូវច្បាប់បាទផងដែរប្រតិជនបាទបានប្លន់ពីជំនួសបាទស្រីកាលថ្ងៃមុនថ្ងៃទី15បាទប្រមិត្តនេះគឺជាជនសង្ស័យចំនួន4នាក់ដែលបានធ្វើកម្មភាពกับប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញដោយកាលពីថ្ងៃទី15ខែវិច្ឆិកាឆ្នាំ2025ហ្នឹងគឺបានកាប់ប្លន់ភាគស្វ័យជំនួសបាទស្រីនៅខាងកាប់មុខមួយបានបាទបានកាច់ដែររត់មួយអលបាកែអ៊ីមួយអិនបាច់សូទៅជាពោមកវិញបាទសំរៀបបាទពុកតាក៏ស្មាត់កិច្ចរបស់បាទព្រមទស្សនិកជននេះគឺជាក្រុមជនសង្ស័យ4នាក់ដែលបានប្លន់ម៉ូតូនារីម្នាក់បាទគឺម៉ូតូម៉ាកស្កូពីហើយបានព្យាយាមក្លែងបន្លំផ្លាកលេខក៏ដូចជាបាញ់ថ្នាំលើខោអាវម៉ូតូហ្នឹងពណ៌ខ្មៅបាទដែលផ្លាកលេខម៉ូតូស្កូពីហ្នឹងគឺភ្នំពេញ1 LN 8440ក៏ប៉ុន្តែគាត់កែដាក់1 EN បាទកែដាក់1 EN ណាប្រិមត្តបាទហើយនេះជាកៅអាវម៉ូតូបាទគឺបាញ់ដាក់ពណ៌ខ្មៅអញ្ចឹងតែម្ដងប្រិមត្តទេណាទេមកណាយើងស្រីយើងមកឆ្ងាយជាងគេប្រតិជនដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីឯកឧត្តមជួននរិនដែលជាអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញចុះធ្វើការបង្ក្រាបក្រុមជនសង្ស័យជាក្រុមក្មេងទំនើងក៏ដូចជាក្រុមដែលធ្វើសកម្មភាពប្លន់ទៅលើស្ត្រីខាងលើហើយបានយកទៅលក់ឲ្យបរិះ2នាក់ទៀតដែលជាអ្នកទទួលផលចោរកម្មបាទគឺបានដោយជោគជ័យគឺសរុបទាំងអស់គឺចំនួន20នាក់ក្នុងនោះគឺមានស្រីម្នាក់ផងដែរហើយប្រិមិត្តបានឃើញហើយសកម្មភាពដែលសមត្ថកិច្ចលោកបានធ្វើការបង្ហាញមុខក៏ដូចជាបញ្ជូនពួកគាត់ទៅកាន់សាលាដំបងរាជធានីភ្នំពេញដើម្បីធ្វើការអនុវត្តតាមនីតិវិធីផ្លូវច្បាប់ផងដែរអរគុណប្រិមិត្តទស្សនិកជនដែលចំណាយពេលវេលាដ៏មានតម្លៃចូលទស្សនាដល់ការផ្សាយគណៈពិនិត្យខ្ញុំបានសំណាងសូមអរគុណសូមគោរពលា